ទស្សនិកជនបាទជ្រាបហើយឃើញនៅកមុខកាមេរ៉ារបស់ខ្ញុំបាទនេះគឺជាក្រុមការងារបាទខណ្ឌចំការមូនគឺដឹកនាំដោយលោកព្រំសំខាន់បាទប្រធានខណ្ឌនៃចំការមូនតែម្ដងហើយគាត់បានដឹកនាំកម្លាំងរបស់ខ្លួនដើម្បីរក្សានៅសន្តិភាពធ្នាប់បាទតាមដងផ្លូវបាទគឺឃើញស្រាប់ហើយថាបងប្អូនជីវរដ្ឋយើងភាគច្រើនបាទគាត់ចូលចិត្តយកចិញ្ចើមថ្នល់ធ្វើជាអាជីវកម្មមកលក់ដូរផ្សេងៗបាទដូចជាកាហ្វេដូចជាទឹកសុទ្ធទឹកអីហ្នឹងផ្សេងៗតាមនឹងតែម្ដងឥឡូវនេះក្រុមការងារបាទខណ្ឌចំការមូនចុះមកផ្ទាល់តែម្ដងដើម្បីរៀបចំបាទសន្តិភាពធ្នាប់មានរបៀបរៀបរយបាទតាមដងផ្លូវសាធារណៈបាទងាយស្រួលឲ្យបងប្អូនជីវរដ្ឋផ្សេងៗទៀតដើម្បីធ្វើដំណើរបាទទស្សនិកជនទាំងអស់ដែលតែងតែតាមដានការ live បន្តផ្ទាល់ពីទូរទស្សន៍ MTV នៅក្នុងថ្ងៃនេះយើងឃើញហើយថាលោកព្រំសំខាន់បានដឹកនាំកម្លាំងរបស់ខ្លួននៅក្នុងខណ្ឌចំការមូនដើម្បីរៀបចំសន្តិភាពធ្នាប់តាមដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញជាពិសេសគឺយើងឃើញហើយថាបំបញ្ញនេះគាត់បានរៀបចំសន្តិភាពធ្នាប់ហើយការរំដោះចិញ្ចើមថ្នល់ក្នុងការដាក់លក់ដូរដោយអាណាធិបតេយ្យបានលើកផ្លូវសាធារណៈបាទបងប្អូនជាពលរដ្ឋយើងទូទៅដែលគាត់តែងតែដើរតាមលើផ្លូវនេះឥឡូវនេះគាត់បានរៀបចំមួយជាហៀងហើយប៉ុន្តែមួយជាហៀងខាងនេះយើងមិនទាន់ដឹងថាគាត់រៀបចំថ្ងៃហ្នឹងឬមួយថ្ងៃស្អែកទេដូចជាយើងឃើញស្រាប់ហើយថានៅខាងមុខកាមេរ៉ារបស់យើងនេះគឺចំផ្លូវតែម្ដងបាទផ្លូវចិញ្ចើមថ្នល់តែម្ដងប៉ុន្តែហាក់បីដូចជាការសង់ផ្ទះបាទលក់ដូរឈើបាទរចនាតុកកៅអីទៅហើយអញ្ចឹងយើងមិនទាន់បានយកបទភាពពីលោកព្រំសំខាន់នៅឡើយទេអញ្ចឹងសូមទស្សនិកជនទាំងអស់មេត្តាតាមដាននិងទស្សនាសកម្មភាពរបស់លោកព្រំសំខាន់ដែលដឹកនាំកម្លាំងដើម្បីរំដោះចិញ្ចើមថ្នល់ជាមួយនឹងខ្ញុំបាទជាអ្នកយកព័ត៌មានមកពីទូរទស្សន៍ MTV ដូចតទៅបាទសូមអរគុណបាទទស្សនិកជនបាទទាំងអស់បាទជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងឃើញហើយថាក្រុមការងារបាទខណ្ឌចំការមូនកំពុងតែប្រវល់ដើមឈើដែលយើងបាំងចំផ្លូវសាធារណៈនៅចិញ្ចើមថ្នល់តែម្ដងអញ្ចឹងគាត់ធ្វើការដើម្បីជួយលើកភពការនេះជាចេញពីផ្លូវបាទគឺយើងមិនឲ្យទៅតាមដងផ្លូវសាធារណៈទៀតទេគឺយើងរំដោះចិញ្ចើមផ្លូវតែម្ដងទស្សនិកជនទាំងអស់នឹងបានស្ដាប់បទសម្ភាសន៍បាទលោកចៅសង្កាត់ខណ្ឌចំការមូនបាទគឺលោកព្រំសំខាន់នៅពេលបន្តិចទៀតនេះបាទlừa lan kia mẹ lừa lan ai đu lừa lan kia đâu à đây chứ anh út ở đây không lại làm sư kia đi tao như này việcបាទឥឡូវនេះក្រុមការងារកំពុងតែរៀបចំបាទរំដោះចិញ្ចើមថ្នល់ចេញបាទយើងឃើញហើយកកស្ទះទៅដោយសម្រាមបាទកាលណាយើងដាក់ដើមឈើដាំនៅលើចិញ្ចើមថ្នល់ហ្នឹងងាយស្រួលក្នុងការដាក់សម្រាមចូលគឺយើងអត់មានប្រព័ន្ធភាពល្អទេបាទទីក្រុងរបស់យើងគឺពោពេញទៅដោយស្អុយទៅដោយសម្រាម
เกาะแซงในตีนี้จะตึกนูมได้นั่งเป็นอย่างนั้นจังตรงกลางเงี้ยบอกคำจากการม้วนกับตรงแต่เรียบจอมสำหรับทนวดในตามจับจันจามทนอบานในผู้ชีวิตทานเทปกรีนสเตลว่าบ้านลูกเนี่ยเคยหายทานดิวันนักกูเชื่อมวยนั่นคือสำรามโกนนั่งแทนดอกจังตำรวจยังดักผูกกากัดตามเพลิงนั่งติดยังเคยทานแต่ซอยบาชีพสร้างการพูดถึงน้าบอมชีพรถสมาร์จึงแทนดอกจังควดมันอายยังเคยหายการยังมันอายตามดองเพลิงบ้านเต้ปีพรุ่ในตามดองเพลิงปูเป็นตรายล้านหนึ่งหมู่โตจังสมาร์จึงกว่าอายได้ขังคืนเรือเพลิงนี่ตามดองบาคือจินจามทนนั่งบางยีสรูนองกาชีพพดปีครูธนาสราจอบเซ็งบ่ก็เรือแบบพี่ไปแล้วเรือยังมาช่วยยองบัตรประกับเจ้าเอาไม่ออกมาเอาเขาจัดลงใต้ตัวสนิทจนคืนสระพายทานี่คือสำรามขณะยังด่าเลยถึงจามพนอด่าผูกการจามพนอคือสำรามจังมีนสำรามมีนเนื้อนุ่มด่าจังเพลย์การฉลองกัดคือเลยถึงจามพนอคือชมยินภาษาจังคือขนอคือยืนสมบูรณ์แต่ดอยล้านหนึ่งมาโตมาคือไงจังยืนชีเอาชีปีครูธนาสราจอบเซ็งคือยืนรวมต่อถึงจามพนอบางอีครูเอาบอมโอมชีรถบางยืนด่าฉลองกัดบางได้ให้เลยดิกรมการเงียว่าสัญลักษณ์คันจงการมนกับพงแต่เรียบชอมว่ารบดอกสินจามทนอคือยืงโยกผูกกาโจขังขนมคือยืงมันอนุญาตไอ้ด่านในการกระไรบานตีได้ซาเวียไอ้ปะปอดอลสำหรับทนอในทางสินจามทนออันตั้งจุดตัวสิริกชนอย่างอบานชีพสระให้กับเกาะสเตียสระจอได้ซาการปราบปราสินจามทนอធ្វើជាអាជីវករផ្សេងអញ្ចឹងយើងឃើញថាវាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋគាត់ធ្វើដំណើរតាមដងផ្លូវនានាបាទដោយសារនៅក្នុងរាជធានីរបស់យើងនឹងពោពេញទៅដោយម៉ូតូបានឡានច្រើនមែនទែនអញ្ចឹងបើសិនជាយើងគិតថាចិញ្ចើមថ្នល់អត់មានលក្ខណៈក្នុងការដើរផ្លូវទុកឲ្យសាធារណៈទេគឺយើងមិនអាចធ្វើដំណើរបានដោយស្រួលទេអញ្ចឹងអ្នកស្មារជើងគាត់ដើរទៅតាមថ្នល់ដែរអញ្ចឹងជួនកាលទៅប៉ះពីអ្វីមួយវាអាចបង្កឲ្យទៅជាហេតុបាទជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងបាទយើងឃើញហើយបាទនៅខាងមុខកាមេរ៉ាខ្ញុំនឹងគឺជាចិញ្ចើមថ្នល់តែម្ដង
អញ្ចឹងវាអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលតាមផ្លូវដែលសាធារណៈហ្នឹងវាអាចឃើញថាមានការប៉ះពាល់ច្រើនតែម្ដងបាទបាទទស្សនិកជនបាទទាំងអស់បាទជាទីគោរពនិងជាទីមេត្រីនៅខាងមុខកាមេរ៉ារបស់ខ្ញុំបាទនេះយើងឃើញស្រាប់ហើយការលក់ដូររបស់ជីវរដ្ឋរបស់យើងគឺស៊ីទៅនឹងចិញ្ចើមថ្នល់តែម្ដងប៉ុន្តែយើងឃើញហើយថាអភិបាលខណ្ឌចង្ការមនក្នុងដឹកនាំកម្លាំងរបស់ខ្លួនដើម្បីធ្វើការរំដោះចិញ្ចើមថ្នល់បាទគឺការធ្វើសម្ដាប់ធ្នាប់បាទបាទទស្សនិកជនបាទទាំងអស់ឃើញហើយថាក្រុមការងារខណ្ឌចំការមនកំពុងតែរៀបចំសម្ដាប់ធ្នាប់បាទរំដោះចិញ្ចើមថ្នល់បាទដោយសារយើងភាគច្រើនឃើញប្រជាពលរដ្ឋរបស់យើងលក់នៅតែចិញ្ចើមថ្នល់តែម្ដងអញ្ចឹងពិបាកក្នុងការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋផ្សេងៗបាទដែលជាផ្លូវសាធារណៈจับมองយើងដាក់បានតែយើងបងណាចាប់ពីខ្សែទៅទៅណាបងខ្ញុំបងជួយទៅណាទៅឲ្យបានស្ដាប់គ្រប់ល្អគ្នាណាបងបាទខ្ញុំបងតាមនឹងទៅបងខ្សែគឺឲ្យយើងទៅណាព្រោះកំមុំបាញ់ទៅណាព្រោះឥឡូវ6ម៉ែត្របងយើងបាទសុំឥឡូវខ្ញុំទៅណាខ្ញុំរៀបទៅណាចាដោយបងប្រើអាចចំណេញ4ម៉ែត្រអស់អាលីងអញ្ចឹងទៅអា4ម៉ែត្រហ្នឹងដល់គេឲ្យយើងដាក់ម៉ូតូដាក់អីសម្រាប់តោះខ្លួនបងបងប្រើអស់អញ្ចឹងទៅអត់មានអីប្រើអញ្ចឹងនេះបោះសាប់ទៀតបងដូចយ៉ាងណាក៏បងមិនត្រូវឲ្យមកសុំឲ្យដាក់នេះតែកាក់បងចឹងបងរើទៅបងអត់ទេចឹងអាចងាយឬស្អែកអីពួកខ្ញុំយកទុកឲ្យហើយបាទជួយបងជួយមិនអាយើងដាក់យកដាក់ទៀតយើងចាំទៅហ្នឹងហើយខ្ញុំឲ្យពួកខ្ញុំនេះហើយលើកអីបាទនេះជួយរួចបានជួយយើងជួយបងជួយរួចគាត់អើយយើងហៅខាត់ទៅអត់ហើយខាត់សិនណាបាទនៅណាបងនៅឡានការតុកទូទេបាទពិតវា10ម៉ែត្របាទឡានទីមកឡានហ្នឹងគឺដាក់តាមរហូតតាមស្អែកឡើងលើកថាខ្ញុំមានកន្លែងកាត់វល់លើកដាក់គេទៅក្រៅខាងទៀតបាទខ្ញុំលើឲ្យរុញចុងហ្នឹងហ្មង
ở bên nơi bên kia đó phải ông thương ai cho ông ấy rảnh đi ở đây làm chưa cái bên lạ đi bọn bên lấy chưa tốt kì bọn bên lấy chưa tốt kì bọn bên lấy là cái tốt bằng ruột tao bằng ruột bằng cái tốt mình chưa thấy thân cái chưa thấy ban ban ruộtបាទទស្សនិកជនបាទទាំងអស់ជាទីគោរពនិងជាទីមេត្រីដែលតែងតែតាមដានការផ្សាយបន្តផ្ទាល់ពីទូទស្សន៍ MTV បាទជាទូទស្សន៍មហាជនថ្ងៃនេះយើងឃើញហើយថាក្រុមការងារក៏ដូចជាអភិបាលខណ្ឌចំការមនដែលដឹកនាំដោយលោកព្រំសំខាន់បាទចុះយុទ្ធនាការដើម្បីធ្វើការរំដោះចិញ្ចើមថ្នល់ក៏ដូចជាសម្បត្តិធ្នាប់បាទក្នុងរាជធានីភ្នំពេញទាំងមូលតែម្ដងនៅតាមបណ្ដាខណ្ឌនានាទស្សនិកជនបានជ្រាបស្រាប់ហើយថាតាមតែដងផ្លូវនានាយើងឃើញហើយមានអ្នកលក់ដូរនៅតាមចិញ្ចើមថ្នល់ច្រើនដូចជាភោគការបាទការលក់ដូរនិងការយកចិញ្ចើមថ្នល់ធ្វើជាកន្លែងអាជីវកម្មផ្សេងៗផងដែរគណៈពេលនេះយើងខ្ញុំជាអ្នកយកព័ត៌មាននៅតែបន្តការថតបាទផ្សាយបន្តផ្ទាល់បាទគឺមិនមែនជាការកាត់តទេការធ្វើថតទាំងស្រុងបាទនៅសកម្មភាពរបស់ក្រុមការងារខណ្ឌចង្ការមនដែលដឹកនាំដោយលោកព្រំសំខាន់ទស្សនិកជនបានជ្រាបស្រាប់ហើយថានៅខាងមុខកាមេរ៉ារបស់ខ្ញុំនេះគឺជាធុងបាទលក់កាហ្វេលក់ត្រជាក់ផ្សេងបាទគឺនៅលើតាមចិញ្ចើមថ្នល់តែម្ដងគឺយើងឃើញថាពិបាកមែនទែនផ្លូវនៅរាជធានីភ្នំពេញរបស់យើងគឺពោពេញទៅដោយឡាននិងម៉ូតូអញ្ចឹងបើសិនជាយើងអាចដាក់លក់នៅចិញ្ចើមថ្នល់វាអាចប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវបាទគាត់ដើរជាស្មើជើងបាទគឺយើងមិនអាចចុះទៅខាងក្រោមបានទេដោយសារខាងក្រោមយើងឃើញហើយថាមានឡានម៉ូតូច្រើនអញ្ចឹងការពារនៃសុវត្ថិភាពជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគឺយើងគួរតែរៀបចំរំដោះពីចិញ្ចើមថ្នល់ដែលជាដីសាធារណៈរបស់ជីវរដ្ឋទាំងអស់គ្នាយើងទាំងអស់គ្នាដែលបានធ្វើដំណើរឆ្លងកាត់ងាយស្រួលក្នុងការធ្វើដំណើរបាទទស្សនិកជនបាទទាំងអស់ជាទីគោរពជាទីមេត្រីនេះហើយនៅខាងមុខកាមេរ៉ារបស់ខ្ញុំនេះក៏គឺជាដីផ្លូវមួយបាទគឺរបងផ្លូវទៅចេះគឺជាផ្ទះប៉ុន្តែយើងហាក់បីដូចជាមានផ្ទះមួយខ្នងបាទឃើញថានៅចំតាមចិញ្ចើមថ្នល់តែម្ដងគឺក្នុងការធ្វើដំណើរដែលប្រជាពលរដ្ឋភាគច្រើនក៏ដើរលើថ្នល់ប៉ុន្តែនេះគឺជាចិញ្ចើមថ្នល់ដូចគ្នាបាទគឺមិនមែនជាផ្ទះទេបាទគ្រាន់តែជារោងមួយសម្រាប់សាងសង់លក់ដូរឈើផ្សេងៗអញ្ចឹងយើងមិនទាន់ឃើញលោកអបាខណ្ឌបាទព្រំបាទលោកជួយមកធ្វើអន្តរាគមន៍នៅចំណុចនេះនៅឡើយបាទ
បាទអនុញ្ញាតជំរាបសួរទស្សនិកជនបាទទាំងអស់បាទជាទីគោរពនិងជាទីមេត្រីដែលតែងតែតាមដាននឹងការ live ផ្ទាល់របស់ទូរទស្សន៍ MTV បាទរបស់ខ្ញុំបាទថ្ងៃនេះយើងខ្ញុំមានវត្តមាននៅឯផ្លូវបាទ974បាទក្នុងសង្កាត់បឹងតបែកបាទខណ្ឌចង្ការមនរាជធានីភ្នំពេញថ្ងៃនេះយើងឃើញហើយថាcó đây khó chẳng thầm lý tới xong bây giờ lan mà tôi ban thấy bao nhiêu lần mà vì đấy bỏ chân trái ở thầm lý cho ngọt bạt bỏ như cái lái thì đi bao giờ luôn đấy xong rồi không cao ở bàn này chẳng ấy bàn chấn chấn sang cắt cái bẻ đây ban bẻ bây giờ thấy ai anh đi viêm men kia hôm nay lâu thì tình trạng thế nào là thì muốn là cái thứ làm cái chân đô xí làm bay rú là lâu kia làm bay đó cái chị cô cao là trong trung tâm mình là gì đi chẳng họ nói chẳng họ hay mình mà là gì đi mấy món tôi nhưng mà to ăn phải chỉ riêng là ngay bắt đấy mình chung là hai ai âm miên này âm miên cái chú đi nhung chỉ là cơ quan âm miên chỉ ra hàng là nó người ta âm miên cái này ra cái chăm một thằng can ná và nhầm ăn cái gì đi chào cả này bò à mày chào chàoទស្សនិកជនបាទទាំងអស់បាទជាទីគោរពនិងជាទីមេត្រីដែលតែងតែតាមបានការ live ផ្ទាល់របស់ខ្ញុំបាទនៅក្នុងថ្ងៃនេះឃើញថាក្រុមការងារបាទខណ្ឌចង្ការមនគឺដឹកនាំដោយព្រំនេះទេបងអាចារ្យខណ្ឌព្រំជាងខណ្ឌអីទេព្រំនេះហ៎ព្រំសំខាន់ហ៎អរគុណបាទនេះគឺជាដើមឈើដែលដាំនៅតាមចិញ្ចើមថ្នល់តែម្ដងយើងឃើញហើយថាក្រុមការងារបាទខណ្ឌចង្ការមនគឺដឹកនាំដោយលោកព្រំសំខាន់បានរៀបចំរំដោះផ្លូវបាទនៅចិញ្ចើមថ្នល់យើងគឺថាមានឃើញហើយថាមានការកកស្ទះក៏ដូចជាអ្វីផ្សេងអញ្ចឹងគាត់បានជូនដំណឹងជាមុនហើយប៉ុន្តែគ្រាន់ថាមិនបានជួបម្ចាស់ហាងឥឡូវនេះគាត់កំពុងតែធ្វើការសម្ដែងសម្ដារនិងប្រាប់គាត់បន្ថែមទៀតដើម្បីតាក់ទងទៅនឹងការរំដោះបាទចិញ្ចើមថ្នល់នៅក្នុងថ្ងៃនេះបាទ